បងប្អូនណាខ្លះដែលថាធ្វើបង្អែមតៅហ៊ូទឹកស្ករនេះហើយមិនកកមិនរឿងដូចខ្ញុំធ្វើឥឡូវនេះខ្ញុំចេញវីដេអូម្ដងទៀតលម្អិតពីរបៀបធ្វើឲ្យបងប្អូនធ្វើតាមខ្ញុំបានជោគជ័យរសជាតិឆ្ងាញ់ហើយពិធីធ្វើគឺងាយស្រួលធ្វើទៀតជំរាបសួរអំពូមីងបងប្អូនទាំងអស់គ្នារបៀបធ្វើគឺខ្ញុំធ្វើដូចពីមុនអញ្ចឹងហើយខ្ញុំអត់កាត់វីដេអូទេណាឲ្យបងប្អូនមើលពីដើមដល់ចប់ព្រោះវីដេអូអត់វែងទេបងប្អូនព្យាយាមមើលយឺតហើយធ្វើតាមខ្ញុំទៅប្រកាសជាជោគជ័យហើយបងប្អូនធ្វើលើកទី1មិនបានសម្រេចបងប្អូនធ្វើលើកទី2ខ្ញុំក៏ចឹងដែរនៅយើងម្នាក់អត់ដូចគ្នាទេអ្នកខ្លះគេធ្វើតែម្ដងក៏ជោគជ័យអ្នកខ្លះធ្វើ2 3ដងទៅជោគជ័យមិនថាខ្ញុំមិនថាបងប្អូនដទៃទៀតទេគឺត្រូវតែព្យាយាមឥឡូវនេះទៅមើលវិធីធ្វើរបស់ខ្ញុំទាំងអស់គ្នាខ្ញុំប្រើទឹកដោះគោឆៅហ្នឹងគឺខ្ញុំប្រើ full cream ចំណុះ350 មីលីលីត្រហើយខ្ញុំដាក់ស្ករស1ស្លាបព្រាបាយកន្លះបងប្អូនមិនចូលចិត្តផ្អែមឬក៏ចូលចិត្តផ្អែមបងប្អូនថែមថយស្ករតាមហ្នឹងទៅហើយបញ្ជាក់ណាខ្ញីបងប្អូនត្រូវប្រើខ្ញីចាស់អត់យកខ្ញីខ្ចីទេណាខ្ញីចាស់ទើបវាក្លិនឈ្ងុយឆ្ងាញ់ល្អហើយយើងដាក់ស្ករលួចហើយយើងដាក់លើភ្លើងកូរវាដោយប្រើភ្លើងហ្នឹងកដាល medium ណាហើយយើងយកវែកអីកូរថ្នមចាំមកកូរដល់បាតក្រោមណាយកវែកឬក៏ស្លាបព្រាអីបងប្អូនមានអីប្រើហ្នឹងទៅកូរវាថ្នមចេះមកហើយក៏មានបងប្អូនស្រីគាត់ថាំងគាត់កូរអត់រឹងដូចខ្ញុំទេហេតុអីបងឃើញខ្ញុំធ្វើទៅវារឹងល្អណាបងប្អូនព្យាយាមធ្វើអ្វីក៏ដោយខ្ញុំប្រាប់ចឹងលើកទី1មិនបានសម្រេចបងប្អូនធ្វើលើកទី2នេះជាវីដេអូពេញណាខ្ញុំអត់កាត់តទេបងប្អូនព្រោះវីដេអូវាមិនវែងទេតែអញ្ចឹងខ្ញុំមិនចាំបាច់កាត់តទេណាយើងមិនបាច់កាត់នៅកន្លែងណាសំខាន់ទេឥឡូវយើងដាក់ឲ្យពេញឲ្យបងប្អូនមើលខ្ញុំកូរលើភ្លើងនេះរយៈពេល2មីនិតជិត3មីនិតបងប្អូនកុំកូរលើស3មីនិតឲ្យសោះណាទៅលើទំហំភ្លើងរបស់បងប្អូនជួនកាលបងប្អូនបើកភ្លើងរាងខ្សោយឬក៏ច្រានបងប្អូនខ្សោយបងប្អូនអាចប្រើដូចថាទៅ3មីនិតទៅណាតែខ្ញុំប្រើតែ2មីនិត30នាទីទេនិយាយទៅ2មីនិតកន្លះមិនល្មមបងប្អូនយើងគ្រាន់តែកូរឲ្យទឹកដោះគោនឹងរាងក្តៅជាងអាអ៊ុនទៅបានហើយរាងក្តៅមកល្មមយើងលូកបានណាអានឹងជាការស្រេចហើយនិយាយទៅយើងកូរលើភ្លើងដល់ស្ករលាយអស់ហើយមួយទៀតបើសិនជាបងប្អូនអ្នកហូបផ្អែមបងប្អូនអាកន្លែងកូរស្ករលាយបងប្អូនអាចភ្លក់មើលណាភ្លក់ហើយបើថាអូរសជាតិមិនទាន់ត្រូវចិត្តទេបងប្អូនអាចថែមថយស្ករតាមនឹងបានបើបន្ថយអត់បានទេអាចបន្ថែមច្រឡំវត្តបន្ថយមិនបានទេព្រោះអីស្ករតែដាក់លាយហើយមួយមុខនេះបងប្អូនប្រកាសជាឆ្ងល់ហើយតាំងដាក់ប្រើទឹកដោះគោមិនក៏ទៅជាទឹកសណ្តែកបងប្អូនចង់ដឹងបងប្អូនសាកមើលទៅអត់ខាតអីទេអ្វីក៏ដោយយើងត្រូវតែសាកខ្ញុំក៏ស្ទាបមើលដែរស្ទាបមើលទៅដូចថាវាមិនទាន់ក្តៅទេខ្ញុំបន្តកូរដូចជំរាបចឹងគឺកូរដល់តែ2មីនិតជាងទើបយើងយកទៅចាក់ដាក់ចានយើងទុកណាខ្ញុំបើកភ្លើងខ្ញុំមកកដាលទេមិញខ្ញុំបើករៀងខ្សោយពេកតែឥឡូវខ្ញុំបន្ថែមបន្តិចទៀតនិយាយទៅយើងបើកតែទៅ medium បានហើយណាបងប្អូនបើកអាភ្លើង medium ហ្នឹងដូចខ្ញុំចឹងទៅកូរប្រើ2មីនិតកន្លះជីបញ្ជាក់ចឹងហ្មង2មីនិតកន្លះបានហើយនេះហើយខ្ញុំបិទហើយក្តៅប៉ុណ្ណឹងបានហើយណាហើយនេះជាទឹកខ្ញីចំពោះទឹកដោះគោ350មីលីលីត្រខ្ញុំដាក់ទឹកខ្ញីនេះ3ស្លាបព្រាបាយហើយដូចខ្ញុំប្រាប់បងប្អូនចឹងមួយមុខនេះគឺខ្ញុំក៏រៀនធ្វើតាមចិនដែរព្រោះខ្ញុំនេះអ្នកចូលចិត្តទឹកសណ្តែកនឹងមែនតើតៅហ៊ូទឹកស្ករសឡំនេះហើយយើងយកទឹកដោះគោនឹងចាក់ដាក់លើចានចេះមកហើយបងប្អូនមើលណាបើសិនជាមានពពុះអីបងប្អូនគៀវាចេញទៅគៀវាចេញមកគៀនមកណាហើយយើងយកចានមួយគ្របបើសិនជាបងប្អូនមានទូទឹកកកបងប្អូនដាក់ក្នុងទូទឹកកកណាទៅវាឆាប់កកនេះខ្ញុំដាក់2ម៉ោងជាងបងប្អូនហើយតែ2ឬ3ម៉ោងហើយកកឡើងរឹងឃើញទេឡើងរឹងនេះអង្គើមើលអត់មានទឹកទេហើយចាំខ្ញុំដួសឲ្យបងប្អូនមើលណានេះមើលមិនធិលអូយថារសជាតិឈ្ងុយពិតណាយើងធ្វើពីទឹកដោះគោតែក្លិននេះក្លិនដូចទឹកសណ្តែកចឹងបងប្អូនប្រកាសជាឆ្ងល់មែនអត់ទឹកដោះគោហេតុអីបានថាទឹកសណ្តែកតៅនេះខ្ញុំដួសឲ្យបងប្អូនមើលឃើញរឿងចឹងអត់អានេះខ្ញុំអត់កុហកឯណានេះបងប្អូនសាកល្បងធ្វើម្ដងទៀតមើលតើរឿងដូចខ្ញុំអត់ហើយធានាថារសជាតិតៅស្ករមិនចឹងខ្ញុំអត់ដឹងដែរហូបទៅឆ្ងាញ់អរគុណ